របៀបលុបសញ្ញានេះងាយបងប្អូនអាចតាមដានវីដេអូនេះគឺរបៀបលុបសញ្ញាដាស់តឿនការផ្លាស់ប្ដូរប្រេងម៉ាស៊ីននេះទាំងអស់គ្នាអញ្ចឹងសញ្ញានេះគឺឡាននាំចូលពីអាមេរិកគឺមានសញ្ញាហ្នឹងណាមិនថាត Toyota ព្រុសមិនថាតាឡាន Toyota តាកូម៉ាលេខស៊ីអីផ្សេងឡានមកទឹកនាំចូលពីអាមេរិកគឺភាគច្រើនគឺមានសញ្ញាដាស់តឿនសញ្ញាហ្នឹងគឺជាសញ្ញាដាស់តឿនឲ្យរំលឹកសម្រាប់ឲ្យយើងផ្លាស់ប្ដូរនៅប្រេងម៉ាស៊ីនណាហ្នឹងហើយអញ្ចឹងរបៀបលុបចេញបងប្អូនអាចលុបចេញក៏បានមិនលុបចេញក៏បានវាមិនពាក់ព័ន្ធវាមិនប៉ះពាល់អីដល់ក្នុងប្រព័ន្ធម៉ាស៊ីនឬប្រព័ន្ធភ្លើងទេអាហ្នឹងគ្រាន់តែជាសញ្ញាមួយដាស់តឿនឲ្យយើងបដូរប្រេងម៉ាស៊ីនណាយើងលក្ខណៈថាយើងបានបដូរប្រេងម៉ាស៊ីនឲ្យនៅអញ្ចឹងណាអញ្ចឹងអាហ្នឹងលុះនៅពេលដែលបងប្អូនបដូរប្រេងម៉ាស៊ីនថ្មីទោះបីយើងអាចបានលុបវាចេញក៏សញ្ញាហ្នឹងវាអត់បាត់ដែរណាអញ្ចឹងរបៀបលុបបងប្អូនត្រូវមើលអាកន្លែងកុងទ័រយើងនេះអញ្ចឹងរបៀបលុបយើងត្រូវមើលកន្លែងកុងទ័រនេះអាកន្លែង trip A trip B អីចឹងអញ្ចឹងឡានផ្សេងដូចគ្នាដូចជាឡានលេខស៊ីឡានអីផ្សេងដូចគ្នាណាគាត់ថាកន្លែងប៊ូតុង trip កន្លែងប៊ូតុងយើងចុច trip ហ្នឹងវានៅកន្លែងខុសគ្នាប៉ុន្តែយើងអនុវត្តរូបមន្តដូចគ្នាទេអញ្ចឹងបងប្អូនមើលអាកន្លែង trip នេះកន្លែងម៉ាយរបស់វានេះអញ្ចឹងយើងមកចុចអាកន្លែងនេះយើងមកចុចកន្លែងប៊ូតុងនេះប៊ូតុង trip នេះហើយប៊ូតុង trip ណាអញ្ចឹងឡានផ្សេងដូចជាមិនមែនឡានព្រុសឡានផ្សេងក៏ដូចគ្នាយើងរកប៊ូតុង trip ដូចពួកលេខស៊ី300អីលេខស៊ី350 330អីគឺកុងតើវានៅមុខនេះអញ្ចឹងអាកន្លែងប៊ូតុងចុចជាងកាយវានៅកន្លែងនេះអញ្ចឹងណាអញ្ចឹងឡានផ្សេងណាប្រើកុងតើតនិចក៏ប្រើដូចគ្នាគ្រាន់ថាយើងស្វែងរកអាប៊ូតុង trip នេះទៅណាអញ្ចឹងយើងចុចកន្លែង trip នេះយើងចុចឲ្យត្រូវកន្លែងណាយើងចុចឲ្យត្រូវកន្លែងម៉ាយរបស់វានេះអានេះ trip A ក៏អត់យក trip B ក៏អត់យកនេះយើងយកកន្លែង audio នេះអញ្ចឹងយើងចុចឲ្យចំអាកន្លែង audio នេះកន្លែង audio នេះអញ្ចឹងសេរីឲ្យចំកន្លែង audio មកឡានផ្សេងដូចគ្នាអញ្ចឹងយើងបញ្ឆេះឡានសិនមកយើងបញ្ឆេះឡានអញ្ចឹងហើយយើងចុចអាកន្លែងtrip នេះចុចកន្លែង trip នេះឲ្យចំកន្លែង audio នេះយើងចុចរកចាំ audio ជាមួយខ្ញុំចុចម្ដងទៀត trip A ណា trip A ឬ trip B អញ្ចឹង trip B ហើយ audio អញ្ចឹងយើងចុចឲ្យចំយកកន្លែង audio នេះចុចឲ្យចំកន្លែង audio ហើយយើងបន្លត់ឡានទៅយើងចុចបន្លត់ឡានមកហ្នឹងហើយអញ្ចឹងឡានផ្សេងដែលប្រើតនិចដែលកុងតើប្រើតនិចក៏ដូចគ្នាដែរបើសិនជាវាលោសញ្ញាប្រេងម៉ាស៊ីនហ្នឹងមកគឺយើងលុបដូចគ្នាណាយើងរកកន្លែងប៊ូតុង audio របស់ឡានយើងខ្លួនឯងមកកន្លែង audio មកអាខ្លះវាមានរបៀបប៊ូតុងវារបៀបចកាសមកចេញពីកន្លែងកុងតើមកនៅមុខកុងតើវាមានចកាសវាមួយចង្អុយចេញមកអាហ្នឹងឯងកន្លែងកុងតើ audio ភាគច្រើនណាអញ្ចឹងយើងចុចកន្លែងហ្នឹងមកយើងសកត់វាម្ដង2ដង3ដងរកកន្លែង audio ហ្នឹងមករួចហើយយើងបលត់ឡានវិញទៅពេលដែលយើងបញ្ឆេះហើយយើងបលត់ឡានវិញទៅពេលដែលបលត់ឡានហើយយើងចុចកន្លែងប៊ូតុង audio នេះaudio នេះយើងចុចជាប់កុំប្រឡែងណានិយាយទៅកុំប្រឡែងមកចុចជាប់ហើយយើងបញ្ឆេះឡានទៅយើងបញ្ឆេះឡានណាឡានប្រើតនិចអីធ្វើដូចគ្នាណាឡានដែលមានកុងតើប្រើតនិចឬក៏ឡានដែលប្រើមិនបានប្រើ smart key ឡានប្រើសោកាច់អាហ្នឹងក៏ដូចគ្នាដែរបងប្អូនត្រូវតែចុចកន្លែង audio នេះឲ្យជាប់ចុចកន្លែង audio trip នេះចុចកន្លែង audio trip ចុចជាប់ចុចកុំប្រឡែងចុចជាប់ហើយយើងជន់ប្រាំងបញ្ឆេះមកសាញ់ដៃមួយចឹងយើងជន់ប្រាំងបញ្ឆេះមកជន់ប្រាំងបញ្ឆេះកុំប្រឡែងនេះឃើញត្រេនេះត្រេមកត្រេឃើញបាត់សញ្ញាហ្នឹងបាត់ហើយឃើញបាត់ហើយចាំយើងប្រឡែងដៃមកនេះចាំយើងប្រឡែងដៃមកអញ្ចឹងអាសញ្ញាប្រេងម៉ាស៊ីនហ្នឹងគឺវាបានហើយអញ្ចឹងនៅពេលដែលយើងជិះយូរទៅដល់គីឡូដែលវាត្រូវalert ប្រាប់យើងដាស់តឿនយើងម្ដងទៀតគឺវាលោតទៀតហើយរបៀបលុបគឺយើងលុបបែបហ្នឹងម្ដងទៀតណាហើយសម្រាប់ឡានដែលមិនបានប្រើ smart key ដូចគ្នាបងប្អូនគ្រាន់តែកាច់សោបញ្ឆេះទៅបងប្អូនចុចកន្លែងរកប៊ូតុង audio ខ្លួនឯងប៊ូតុង audio ឡានរបស់យើងនៅតាណាយើងសកត់អាប៊ូតុង audio ហ្នឹងឲ្យជាប់
hai bong ôn cách sao phải chạy lan tới sản phẩm lan này pra sao cách đã bàn pra smart khí chân dương cách sao đây phải chạy tới vì nâng tranh sinh nhà tre tre hay dương lụt ra tay sinh nhà tre tre nâng ớt trăm dương lên đây chân dương ăn bọt tầng ớt đấy sản phẩm này là pra rồi chân mấy dùng gan còn đọc đắng á còn đăng thang sinh nhà nâng sinh nhà ấy có cha bầm chúng ta lại làm tranh sinh nhà chân á nó chia sinh nhà đặt tên ao dương rụng lắc ao dương bắt đầu pre machine á ta dương mang bắt đầu pre machine này nơi chẳng về miền này chẳng á chẳng dương còn là lục đi cho chào tới về khai dương tập tại đâu pre machine ngày đấy xài lang về tranh còn miền này chẳng về tại vì đào cổ lô đào mai đại về tới tranh làm dương cứ về tranh nhảy chẳng là nắng á con sẽ không tha tôi sẽ bàn